នេះគឺជាសកម្មភាពខ្លះៗរបស់ក្រុមការងារសួននគររាជ598កំពុងតែធ្វើការរៀបចំដាំរុក្ខជាតិជូនអតិថិជនសម្រាប់ថ្ងៃនេះយើងទទួលបានការងារតាក់ទងជាមួយនឹងការដាំរុក្ខជាតិក៏ដូចជាដាំប្រភេទដើមធ្នង់សម្រាប់ទីតាំងវិញគឺនៅខាងអ៊ីដែនបឹងកក់យើងនេះឯងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងនេះគឺជាប្រជិចមួយដែលតាក់ទងជាមួយនឹងការមានទាំងរៀបចំសួនតូចហើយនឹងដាំដើមឈើធំដែរប៉ុន្តែវីដេអូនេះខ្ញុំសូមលើកយកតាក់ទងជាមួយនឹងការដាំដើមធ្នង់ឯងប្រហែលជាអ្នកទាំងអស់គ្នាជីកាត់ប្រហែលជាឃើញហើយក៏ស្គាល់ដែរនេះគឺជាហាងក៏ដូចជាផាប់មួយកន្លែងណាអញ្ចឹងគាត់បានតាក់ទងជាមួយនឹងការដាំរុក្ខជាតិលម្អដូចជាការធ្វើភ្នំខ្នាតតូចៗជាមួយនឹងការដាំដើមបនសាយផ្សេងៗតាក់ទងជាមួយនឹងសួនរបស់គាត់ហ្នឹងប៉ុន្តែកញ្ចប់របស់គាត់នេះគឺមានមួយសេតតែម្ដងគឺមានទាំងដើមឈើធំទាំងដើមឈើតូចប៉ុន្តែវីដេអូនេះខ្ញុំសូមលើកយកតែតាក់ទងជាមួយនឹងដើមធ្នង់ឯងសម្រាប់ការដាំដើមធ្នង់របស់គាត់នេះគឺគាត់ដាំជាជួរអមជាមួយនឹងស្មៅដែរអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងខាងសួននគររាជយើងមានទាំងរុក្ខជាតិតូចហើយយើងមានទាំងរុក្ខជាតិធំដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់រៀបចំសួនមិនថាតាមផ្ទះតាមផាប់តាមប្រភេទរមណីយដ្ឋានផ្សេងក៏ដូចជាការដេគ័រឲ្យតែតកតងជាមួយនឹងរុក្ខជាតិមិនថារុក្ខជាតិធោឬមួយក៏រុក្ខជាតិតកតងនឹងដាំដីទេអ្នកទាំងអស់គ្នាអាចសួរព័ត៌មានបានជាមួយនឹងខាងសួននគររាជយើងមានការប្រឹក្សាក៏ដូចជាការសិក្សាទៅដល់ទីកន្លែងផ្ទាល់តែម្ដងឥឡូវដូចអ្នកទាំងអស់គ្នាឃើញចឹងសម្រាប់ការដាំតាមទ្រុងរបស់យើងគឺរួចរាល់ហើយចឹងអត់មានច្រើនទេគាត់តែចង់បញ្ជាក់ប្រាប់ថាបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់ដាំជាលក្ខណៈដើមឈើធំដើមឈើតូចដើមឈើហូបផ្លែក៏ដូចជារៀបហាងកាហ្វេផាប់ឬមួយក៏ភោជនីយដ្ឋានរមណីយដ្ឋានអីអាចតាក់ទងបានណាជាមួយនឹងខាងសួននគររាជយើងមានការសិក្សាជូនហើយក៏មាននៅកញ្ចប់សេវាកម្មផ្សេងដែលអ្នកគ្នាចង់បានដែរអញ្ចឹងអាចធ្វើការតំណងសួរព័ត៌មានលម្អិតបានជាមួយនឹងpage សួននគររាជ598ឬមួយក៏តាមរយៈលេខទូរស័ព្ទដែលមាន Telegram ភ្ជាប់ជាមួយខាងលើអរគុណ